ก็សូមអនុមោទនាសូមអនុមោទនាស្រាប់ប្រធមទេសនាសូមអនុមោទនាចតារោធម្មាវត្ថន្តោធរគុគោទាំងឡាយ4ប្រការទី1គឺអាយុក៏សូមឲ្យញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់មានអាយុវែងយឺនយូរទី2វណ្ណៈសូមឲ្យមានពណ៌សម្បុរកាយភ្លឺស្រស់ល្អទី3សុខៈសូមឲ្យសុខកាយសប្បាយចិត្តទី4ពលៈសូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធាជ្រះថ្លាពោលទាំងឡាយ4ប្រការនេះវត្ថន្តោចូលចម្រុងចម្រើនកើតមានដល់ឥសរាធិបតីសម័យដំទានប្រធាន5បុណ្យព្រមទាំងញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យតេខេណានុបទានគម្រប់ខូប1ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់ឧបាសកព្រាបធัวដែលលោកបានទទួលមរណភាពទៅកាន់លោកខាងមុខហើយនោះនិងមួយផ្នែកទៀតឧទ្ទិសកុសលជូនទៅដល់ពុព្វវរជនបុព្វការីជនញាតិគ្រប់សន្តានរបស់ញាតិញោមនៅក្នុងវេលាថ្ងៃនេះត្រូវនៅថ្ងៃសៅរ៍11រោចខែចេសឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2568 69ត្រូវនៅថ្ងៃទី21ខែមិថុនាឆ្នាំ2025ដោយញោមជាឥសរាធិបតីសម័យដើមទានប្រធាន5បុណ្យបានរៀបចំធ្វើបុណ្យនេះឡើងមានឧបាសិកាព្រាបសូត្រព្រមទាំងកូនចៅទាំងអស់និងបងប្អូនចិត្តឆ្ងាយទាំងអស់លោកបានប្រពធ្វើបុណ្យនេះឡើងដើម្បីឧទ្ទិសកុសលជូនទៅកុសលផលបុណ្យជូនទៅដល់បុព្វការីជនហើយដូចនេះវេលាពេលព្រឹកដ៏មានរស្មីប្រកបដោយមង្គលនេះម្ចាស់ទានលោកបានមានសទ្ធាជ្រះថ្លានិមន្តព្រះសង្ឃមានការសមាទានសិលចម្រើនព្រះបរិត្តពេលប្រគេនចង្ហាន់ដាបាំងស្គរដើម្បីឧទ្ទិសកុសលផលបុណ្យរួចរាល់ហើយឥឡូវនេះក៏មកដល់ពេលនៃរតនិមន្តធម្មកថាមួយព្រះអង្គដើម្បីសម្ដែងពធទេសនាអញ្ចឹងការសម្ដែងពធទេសនានាវេលាពេលព្រឹកនេះគឺតម្រូវដល់អង្គខ្ញុំគណៈអាត្មាភាពជាអ្នកសម្ដែងដោយមានការអនុញ្ញាតដល់ពងពោះពីសំណាក់ព្រះគ្រូចៅអធិការវត្តព្រឹកព្រះអង្គលោកបានផ្ដល់ឱកាសនេះដល់ខ្ញុំគណៈអាត្មាភាពមកសម្ដែងតបទៅតាមការរតនិមន្តរបស់ម្ចាស់ដើមទានប្រធាន5បុណ្យអញ្ចឹងទេមុនអាត្មាភាពលើកយកប្រធមមកសម្ដែងចែកជូនដល់ញាតិញោមពុទ្ធបរិស័ទជាទីសន្តាប់នោះសូមខន្តីអភ័យអត់ទោសទុកជាមុនខ្ញុំណាក្រែងលោកមានការលឺលួសខ្វះខាតបត់បានអក្ខរៈចេញជាអ្នកភាសាបាលីសេចក្តីអត្ថាធិប្បាយត្រង់ចំណុចណានេះមួយពំសំគូពំសំទឹកចិត្តសទ្ធារបស់ញាតិញោមអីយ៉ាងណាក៏សូមខន្តីដល់អាត្មាភាពផងម្យ៉ាងទៀតនោះណាក្រែងលោអាត្មាភាពសម្ដែងទៅណាចេះតែជក់មាត់ចឹងណាញោមណា1នាទីហើយ1នាទីទៀតចេះតែកាន់ទៅកន្លះម៉ោង1ម៉ោងអីអញ្ចឹងណាញោមចេះអង្គុយនឹងនិគុណហែវបាយណានិគុណឆាន់ហើយប៉ុន្តែខ្ញុំកណានៅមហូបមហានៅពេញទៅមុខនេះទ្រាំលេងបានឡើយហូបមុនសិនណាមិនឃើញញោមខ្លះគាត់នេះហើយញោមគាត់ឆ្លាតគាត់បានហូបខ្លះហើយមិនបានបង្អែមបានអីអាត្មាឃើញប៉ុន្តែមានអីទេញោមល្អព្រោះយើងអាហ្នឹងដាក់អាហារសម្រន់មុនណាញោមមានអីបើហ្នឹងហើយដល់ពេលយើងកាពះយើងគេហៅថាកាពើមិនរះកាពះមិនរើស្ដាប់ធម៌ទៅវាស្រួលដែរបើតែបើកាពះរើហើយស្ដាប់ធម៌ផងស្ដាប់កាពះផងគ្រីគ្រុកមួយណាបរោះជាងឥឡូវញោមហ្នឹងហើយបើចំពោះបរោះជាងពោះអញឲ្យកោទៀតចឹងក្រែងលោអាត្មាចេះតែទេសទៅជក់មាត់ញោមជក់មាត់ចេះទៅតែឯងចឹងណាញោមហ្នឹងហើយញោមកុំណាក៏ជាស្រ័យទុកជាមុនផងដែរចឹងទេកុំឲ្យពេលវេលាចេះតែរំកិលទៅមុខអាត្មាភាពនឹងយកឱកាសនេះដើម្បីបានសម្ដែងពធដូចតទៅសូមចម្រើនពរនិងជូនពរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทธุรัตนตยัสสะវន្ទាមិទូព្រះបង្គំខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រៃរតន៍មានព្រះពុទ្ធរតន៍បឋមរតន៍ព្រះសង្ឃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់យ៉ាងក្រៃលែងសពការរោគាជេវន្តរាយាចឧបណ្ណាជេវបតវីពុទ្ធាទេអានុភាវេនវិនិសន្តអសេសតោដោយអំណាចនៃប្រត្រៃរតន៍មានពុទ្ធរតន៍ជាប្រធានប្រសិនបកើតមានអន្តរធានចង្រៃរោគសូមឲ្យវិនិច្ឆ័យពលកុំសរោគតិចតួចឡើយតតនន្តរੰធម្មទេសនੰទេសេសាមិបន្តអំពីបទនមស្ការយ៉ាងសង្ខេបបែបផ្លូវនេះទៅក៏តម្រូវដល់អង្គខ្ញុំគណៈអាត្មាភាពនឹងថ្លាថ្លែងសម្ដែងពធទេសនាទៅតាមពេលវេលានិងកម្មវិធីបុណ្យនាពេលវេលាព្រឹកនេះក្រោមការព្រួយផ្ដើមរបស់ម្ចាស់បុណ្យមានលោកជាបាសិកាព្រាបសូនព្រមទាំងកូនចៅទាំងអស់លោកបានប្រពធ្វើនៅបុណ្យតេខេណានុបទានគម្រប់ខូប1ឆ្នាំដើម្បីអតិកសោជូនឧបាសកវិញ្ញាណក្ខន្ធឧបាសកព្រាបធัวក៏ម្យ៉ាងដើម្បីអតិកសោដល់បុព្វការីជនទាំងអស់របស់ញាតិញោមដែលលោកបានស្លាប់បាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះអញ្ចឹងបុណ្យគម្រប់ខូបតេខេណានុបទានគម្រប់ខូប1ឆ្នាំជាបុណ្យមួយដែលខ្មែរយើងតែងតែនិយមចិត្តធ្វើដែរណាញោមណាបន្ទាប់ពីមានបុគ្គលណាម្នាក់ដែលជាសមាជិកនៃខ្លួនស្លាប់ទៅលោកតែងតែប្រពធ្វើហើយចាប់ផ្ដើមតាំងពីបុណ្យ7ថ្ងៃបុណ្យ100ថ្ងៃបុណ្យគម្រប់ខូប1ឆ្នាំ2ឆ្នាំហូរហែទៅតាមលទ្ធភាពទៅតាមអ្វីដែលអាចធ្វើទៅបានតិចក្តីច្រើនក្តីជាក់ស្ដែងដោយក្នុងពេលវេលាឱកាសពេលព្រឹកនេះណាញោមបាសិកាព្រាបសូត្រកូនចៅប្រុសស្រីទាំងអស់លោកបានប្រពធ្វើបុណ្យនឹងដែរមែនតែនញាតិញោមនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសរសើរហើយលើកទឹកចិត្តនៅក្នុងពធមួយកន្លែងញោមធ្លាប់ស្ដាប់ហើយយ៉ាងកញ្ចារមណੰបើលោកសម្ដែងថាកលបុត្រកលធីតាទាំងឡាយក៏បីនឹករលឹកចំពោះទេវតាក៏បីនឹករលឹកចំពោះមេត្តាបិតាណាដែលស្លាប់បាក់បែកចែកឋានទៅហើយក៏បីធ្វើនៅតេខេណានុបទានក៏ដូចក្នុងពេលនេះអញ្ចឹងធ្វើនៅតេខេណានុបទានណាអញ្ចឹងអត្តន័យក្នុងទីនេះសូមបញ្ជាក់ឲ្យឃើញថាតេខេណានុបទានណាជាបុណ្យមួយដ៏សំខាន់បំផុតណាដើម្បីឲ្យក្រុមគ្រួសារនិយាតបាននឹករលឹកធ្វើអតិកសោជូនដល់អ្នកស្លាប់ទៅពួកអ្នកស្លាប់ទៅយើងដឹងហើយណាមិនដឹងថាលោកយោមកំណើតកើតជាអ្វីទេនៅក្នុងពុទ្ធសាសនាលោកសម្ដែងអំពីកម្មផលហ្នឹងត្រង់ថាម៉េចដូចព្រះអង្គទ្រង់សម្ដែងថាកម្មសកោមហិកម្មទេយតោកម្មយោនិកម្មពន្ធុកម្មបដិសរណោយ៉ាងកម្មង្ក្រេសាមិកលយានังវាបាបកម្មវាតសតិយតោបវិសាមិថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនមានកម្មជាកំណើតមានកម្មជាផៅពងមានកម្មជាអ្នកឲ្យផលបុគ្គលណាសាងផលអីទទួលបាននោះកលយានังវាធ្វើអំពើល្អបានផលល្អបាបកម្មវាធ្វើអំពើអាក្រក់បានផលអាក្រក់អញ្ចឹងក្នុងនាមជាក្នុងនាមយើងទាំងអស់គ្នាសិតតែមានកម្មញោមមានកម្មរៀងខ្លួនហើយអញ្ចឹងទេណាពេលដែលបុគ្គលណាម្នាក់លាចាកលោកទៅយើងដឹងថាតើគាត់សោយបុណ្យឬក៏សោយបាបយ៉ាងម៉េចយើងអត់ដឹងតតែសោះអញ្ចឹងទេក្នុងនាមយើងជាអ្នករស់នៅជាប់សាច់ឈាមគ្នាអញ្ចឹងមានតែការធ្វើបុណ្យឧទ្ទិសកុសលបើមិនបានដល់បុគ្គលនេះក៏បានដល់បុគ្គលនោះដែរញោមដឹងកំណើតនៃសត្វលោកស្លាប់ទៅមាន4ណាញោមណាអន្តជៈកំណើតចលាពុជ្ជៈកំណើតសង្សេតជៈកំណើតឧបបាទិកៈកំណើតបើអញ្ចឹងបើសិនជាសត្វណាស្លាប់ទៅបានបុណ្យកុសលជួយឧបត្ថម្ភបានកើតជាមនុស្សបើណាចលាពុជ្ជៈកំណើតកើតជាកំណើតជាមនុស្សដោយសារមានបុណ្យអាហ្នឹងយើងត្រេកអររីករាយបានកំណើតជាមនុស្សបើសិនជាសត្វណាស្លាប់ទៅណាអន្តជៈកំណើតមានន័យថាសត្វស្លាប់ទៅយោមកំណើតកើតជាសត្វអាស្រ័យនឹងសុទ្ធបើអាស្រ័យនឹងសុទ្ធណាញោមពុទ្ធបរិស័ទណាដូចថាសត្វដូចជាសត្វមន់សត្វទាអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរសង្សេតជៈកំណើតហ្នឹងបានន័យថាកើតចេញពីកន្លែងមិនល្អញើសឈាម
កលែងកខ្វក់កលែងមិនល្អខ្ញុំស្មុកគ្រោកអញ្ចឹងទៅវាធ្វើឲ្យកើតនៅមេរោគផ្សេងអាហ្នឹងកំណើតមួយដែរឧបបាទិកកំណើតហ្នឹងវាកើតដោយសារបុណ្យឧបដឹកកើតបើយើងធ្វើបុណ្យច្រើនណាញោមធ្វើបុណ្យអញ្ចឹងយើងស្រឡាញ់បុណ្យស្រឡាញ់ទានអញ្ចឹងទៅបុណ្យហ្នឹងវាហុចផលឲ្យយើងទាំងអិធៈលោកទាំងបរលោកអិធៈលោកនេះហ្នឹងណាញោមវាឲ្យផលសម្បរាយកដ្ឋប្រយោជន៍ពេលបច្ចុប្បន្នយើងឃើញធ្វើបានច្រើនឃើញផលខ្លួនឯងក៏ហ្នឹងហើយធ្វើបុណ្យទៅបានផលសេចក្តីសុខសេចក្តីចម្រើនឃើញផ្ទាល់ភ្នែកដល់ពេលទៅលោកខាងមុខទៀតបន្ទាប់ពីលោកនេះទៅបុណ្យហ្នឹងវាឲ្យផលយើងតទៅទៀតដែរបើយើងអ្នកមានសិលយើងអ្នកមានទានមានសិលមានភាវនាទេកំណើតយើងកើតទៅជាមនុស្សទៀតកើតជាទេវតាហើយញោមចង់បានកំណើតជាទេវតាទេញោមទេវតាកម្មាវចរៈសួរទាំង6ជាន់ចាតមហារាជការតាវតឹងសាទេវាយាមេទេវាទសិតាទេវានៅមានរតីទេវាបរណមិតវសវតីទេវាហើយញោមចង់បានមួយណាញោមទេវតា6ជាន់ហ្នឹងញោមមកគាត់តែចាតមហារាជការណាមកយប់មួយថ្ងៃគេយើង50ឆ្នាំហើយចាតមហារាជការហ្នឹងគេតែមកយប់មួយថ្ងៃទេបើមកយប់ថ្ងៃគេណាហើយយើងនេះ50ឆ្នាំហើយជាន់លើទៀតចាតមហារាជការតាវតឹងយាមីអីទៅទៀតច្រើនជាងនឹងទៅទៀតតាមកម្លាំងបុណ្យអញ្ចឹងបុណ្យហ្នឹងវាជួយអញ្ចឹងណាញោមជួយឲ្យយើងបានសុខបានចម្រើនបើអាហ្នឹងបើយើងមានបុណ្យហ្នឹងជួយឧបត្ថម្ភអញ្ចឹងហើយចុះបើយើងធ្វើអំពើអាក្រក់ញោមធ្វើអំពើអាក្រក់ទៅណាវិញហើយមានទៅណាទេបាបវាហុចផលឧបដឹកឲ្យទៅកើតកន្លែងមិនល្អបើណាបុណ្យហ្នឹងវាលើកដាក់កន្លែងមិនល្អមិនស្រួលមានអបាយភូមិទាំង4អញ្ចឹងទៅបើយើងធ្វើបាបខ្លាំងទៅកើតនៅក្នុងនរកនៃញោមពុទ្ធបរិស័ទនរកប្រែតអសុរកាយតិរិឆានអញ្ចឹងទៅចឹងហើយបានជានៅក្នុងពុទ្ធសាសនាលោកសំដែងញាតិញោមពុទ្ធបរិស័ទសលេខោសោតហ្នឹងលោកសំដែងតាក់ទងទៅនឹងភ័យនឹងពៀរបស់សត្វលោកអញ្ចឹងលោកបានស៊ូលោកបានលើកឡើងថាម៉េចថាបុគ្គលភ័យនៅបុគ្គលភ័យខ្លាចនៅរបស់ដែលគួរភ័យខ្លាចអាហ្នឹងមិនវែងវាន់ទេហើយបុគ្គលដែលភ័យខ្លាចនៅវត្ថុដែលមិនគួរភ័យខ្លាចអាហ្នឹងគេហៅថាបុគ្គលវង្វេងវង្វាន់ហើយញោមធ្លាប់ស្ដាប់ទេញោមហ្នឹងហើយបុគ្គលដែលភ័យខ្លាចនៅវត្ថុដែលគួរភ័យខ្លាចអាហ្នឹងអត់វង្វេងវង្វាន់ទេភ័យខ្លាចនឹងអីញោមពុទ្ធបរិស័ទភ័យខ្លាចនៅពៀទាំង5យ៉ាងភ័យខ្លាចនៅពៀវរាទាំង5យ៉ាងភ័យខ្លាចទី1ការសម្លាប់សត្វណាញោមបាណាតិបាតអញ្ចឹងវាចាក់ការសម្លាប់សត្វព្រោះយល់ឃើញថាការសម្លាប់សត្វវាជាហេតុនាំឲ្យយើងមានអាយុខ្លីញោមអាហ្នឹងទី1យើងភ័យខ្លាចអញ្ចឹងអាហ្នឹងមិនវែងពាន់ទេទី2អតនីទានាការលួចទ្រព្យរបស់គេអញ្ចឹងយើងភ័យខ្លាចចំពោះការយកទ្រព្យរបស់គេអញ្ចឹងយើងអត់លួចអត់ប្លន់របស់គេទេហើយបើសិនជាយើងយល់ឃើញថាផលបាបនៃការលួចទ្រព្យរបស់គេនោះវាមានបាបធ្ងន់ណាស់ពេលស្លាប់ទៅកើតនៅក្នុងអវិជ័យនរកអាហ្នឹងធ្ងន់ណាស់បន្តមកទៀតបើកើតជាមនុស្សដែលមិនសូវមានទ្រព្យរកបានមកដូចមិនសូវចេះតែគង់អត់សូវចេះគង់ប្រមាណទេទ្រព្យហ្នឹងណាញោមពុទ្ធបរិស័ទអាហ្នឹងដោយសារផលអីផលដោយសារតែការយើងធ្លាប់បានសាងអត្តនីទានកាមេសមិច្ឆាចារាភ័យខ្លាចនឹងការប្រព្រឹត្តខុសក្នុងកាមេទៅលើប្រពន្ធកូនគេអាហ្នឹងបើយើងប្រព្រឹត្តធ្វើញោមបាបធ្ងន់ណាស់ស្លាប់ទៅកើតទៅក្នុងអវិជ្ជនរកដែរដល់ពេលយើងមកកើតជាមនុស្សនេះជាមនុស្សមានពៀញោមជាមនុស្សមានភ័យជាមនុស្សដែលមានការភ័យខ្លាចមានពៀវរាច្រើនមានសត្រូវច្រើនណាញោមពុទ្ធបរិស័ទអាហ្នឹងការប្រព្រឹត្តខុសក្នុងកាមេនឹងកើតជាមនុស្សមុសាវាទាភ័យខ្លាចក្នុងការនិយាយកុហកការនិយាយបោកប្រាស់ភូតផលនិយាយពាក្យឥតប្រយោជន៍ខ្លឹមសារអាហ្នឹងក៏បាបធ្ងន់ដែរញោមពុទ្ធបរិស័ទដែរវាឲ្យផលទាំងបច្ចុប្បន្នឲ្យផលទាំងបរលោកហ្នឹងហើយចុះបើសិនជាយើងស្លាប់ទៅ
ដោយសារអំណាចនៃការកុហកហ្នឹងធ្លាក់ទៅដល់នរកដែរវាចេញនរកដែរដល់ពេលកើតជាមនុស្សមកញោមពុទ្ធបរិស័ទហ្នឹងជាមនុស្សដែរណាត្រូវបានចាញ់បោកគេដោយការพูดកុហកអីចឹងណាញោមណាងាយជឿរឿងណាដែលមិនគួរជឿទៅជាជឿអញ្ចឹងទៅអាហ្នឹងគេហៅថាដោយសារអំណាចនៃបាបកម្មនៃការនិយាយកុហកដល់ពេលពីវរិយទី5សុរាមេរយៈមជ្ជបមាទដ្ឋានាការផឹកទឹកស្រវឹងញោមផឹកទឹកស្រវឹងនៅក្នុងអត្តន័យហ្នឹងលោកថាជាហាក់ជាទីតាំងនៃសេចក្តីប្រមាទនិយមផឹកទឹកស្រវឹងជាទីតាំងនៃសេចក្តីប្រមាទអញ្ចឹងទេប្រមាទយ៉ាងម៉េចហើយទឹកស្រវឹងយ៉ាងម៉េចទឹកស្រវឹងហ្នឹងវាមានពីរសុរានិងមេរ័យហើយញោមស្គាល់ហើយស្មានទាំងគូសក់គូស៊ូថាញោមស្គាល់សុរាញោមស្គាល់ហើយសុរានិងមេរ័យញោមសុរាហ្នឹងវាជាណារបស់បង្កើតដោយម្សៅឲ្យលោកដឹងទៀតណាញោមសូរ៉ាហ្នឹងវាបង្កើតចេញពីម្សៅពីមេដូចកយបិទស្រាហ្នឹងស្រាគេហៅថាសូរ៉ាអាហ្នឹងដាក់ទៅស្រវឹងហើយដល់ពេលមេរ័យហ្នឹងវាបង្កើតចេញពីទឹកផ្លែឈើដូចថាយើងយកទឹកផ្លែឈើមកត្រាំយូរទៅកើតជាស្រាផឹកស្រវឹងដូចតែគ្នាណាញោមអាហ្នឹងមេរ័យបងអញ្ចឹងសូរ៉ានិងមេរ័យហេតុជាទីតាំងនៃសេចក្តីប្រមាទអាហ្នឹងបាបធ្ងន់ណាញោមពេលបច្ចុប្បន្នក៏មានបាបពេលអនាគតជាតិក៏មានបាបដែរបងព្រោះហេតុវែងហើយពេលបច្ចុប្បន្នលោកសំដែងក្នុងធម៌វិនិច្ឆ័យ5យ៉ាង6យ៉ាងនោះខ្ញុំឃើញណាធៈណាំងណាវិនិច្ឆ័យទ្របកើតចំនួនណាវង្វេងស្មារតីកើតរោគអាហ្នឹងសិតតែមកពីសូរ៉ាហើយបងប្រភពធំហើយមកពីសូរ៉ាអាហ្នឹងយើងគួរភ័យខ្លាចនៅពីបរិញ្ញាទាំង5ហ្នឹងអាហ្នឹងគេហៅថានឹងវែងទេហើយចុះបើយើងភ័យខ្លាចនៅវត្ថុដែលមិនគួរភ័យខ្លាចអាហ្នឹងលោកថាបង្វែងណាញោមដឹងហើយនៅក្នុងពធនៅក្នុងសភៅមង្គលនៅក្នុងបត្រៃបិដកក្តីនៅក្នុងមង្គលក្តីអាត្មាឃើញមួយចំណុចលោកសំដែងថាសត្វ4ពួកញោមសត្វ4ពួកភ័យរឿងមិនគួរភ័យញោមសត្វអីខ្លះទី1សត្វចង្លេនញោមស្គាល់សត្វចង្លេនទេញោមទី2សត្វត្រដេវិចទី3សត្វក្រៀលទី4ព្រាមសត្វចង្លេនញោមភ័យនៅក្នុងដីទេមិនហ៊ានស៊ីដីឲ្យច្រើនទេខ្លាចអស់ដីស៊ីញោមឃើញណាចង្លេនណាបងមិនហ៊ានស៊ីដីឲ្យអស់ទេទុកឲ្យនៅក្នុងតឡោកវិញនៅវិលហ្នឹងមិនហ៊ានស៊ីឲ្យអស់ទេខ្លាចអស់ដីអាហ្នឹងខ្ញុំឃើញភ័យទេញោមដីឲ្យប៉ុណ្ណាណីភ័យខ្លាចស៊ីអស់ដីខ្លួនឲ្យប៉ុណ្ណឹងចកអាហ្នឹងចលេនដល់ពេលសត្វត្រដេវិចហ្នឹងវាភ័យដេកអីមិនហ៊ានដេកដាក់ជើងទៅក្រោមហើយដាក់ជើងឡើងលើទៅអីថាកុំឲ្យមេឃបាក់លើខ្លាំងណាញោមហើយដល់ពេលសត្វទី3គេហៅថាសត្វក្រៀលហ្នឹងវាឈើលើពធរណីលើផែនដីយើងមិនហ៊ានឈើពេញជើងពេញដូចយើងទេយើងចំកត្រមប៉ុន្តែសត្វដេវិចឈើវាឈើជើងហើយទាំងសឹមធ្វើជើងធ្វើចុចដីទេញោមឈើមិនឲ្យពេញជើងទេសត្វក្រៀលហ្នឹងវាថាស៊ូថាអីដោយសារតែខ្លាចដីហ្នឹងល្ងើដីហ្នឹងរញ្ជួយហើយខ្ញុំភ័យអញ្ចឹងណាបើខ្លាចដីហ្នឹងល្ងើដោយសារកម្លាំងជើងសត្វក្រៀលហ្នឹងបងដល់ពេលទី4ព្រាមញោមព្រាមយ៉ាងម៉េចព្រាមលោកសំដែងថាដោយសារតែព្រាមភ័យខ្លាចបាត់វងត្រកូលខ្លាចបាត់គេហៅថាអត់មានអ្នកតពួយចឹងស្វះស្វែងរកប្រពន្ធញោមណាហើយញោមសពថ្ងៃភ័យអាត្មាធ្លាប់ឮដែរណាញោមពុតបរិស័ទភ័យឃើញកូនអីមិនទាន់រៀបការចេះភ័យចប់អញអើយបាទកូនមួយពីរនឹងយកពុនកូនអីសោះភ័យញោមទៅភ័យអីមើលទៅលោកមើលមានហ៎ប្រពុតលោកមើលមានដាមានតែ3ដារហូមដល់ពេលនេះនៅមានកូនរហូតញោមឃើញទេបួស100ឆ្នាំបាទអញ្ចឹងពួកព្រាមលោកភ័យខ្លាចអត់អ្នកតវងត្រកូលស្នងត្រកូលអញ្ចឹងជាស្វះស្វែងរកប្រពន្ធរកគូស្វាមីភរិយាអញ្ចឹងអញ្ចឹងរឿងហ្នឹងរឿងមិនគួរភ័យញោមបែរទៅជាភ័យអីអារឿងដែលភ័យមិនភ័យទេទៅជាសបាទៅជាវង្វេងវង្វាន់ហើយញោមពុទ្ធបរិស័ទអញ្ចឹងក្នុងចំណុចនេះអាចង់លើកបញ្ជាក់ថារឿងបុណ្យរឿងបាបរឿងបុណ្យរឿងបាបហ្នឹងជារឿងសំខាន់ដែលយើងត្រូវពិចារណាប៉ុណ្ណាយើងត្រូវលះបង់នៅពៀទាំង5ហ្នឹងមានការសម្លាប់មានការលួចមានការប្រព្រឹត្តខុសក្នុងកាមេមានការនិយាយកុហកមានការផឹកទឹកស្រវឹកអាហ្នឹងយើងគួរភ័យ
anh nắng phơi tức bàn phò lại dương lên sầm lạp miền mê ta chẳng từ về đại dương rương đài mình cô phơi dương còn phơi đôi thật sạt bùn nông nhôm á phải giao sao nó nhôm lại đầy lại mê sừng cọt lại đầy rừng chui lại và pôn câu này nhưng nè còn phơi tiết nhôm cột bò sạt nít mà con từ lược cho mình che rừng bòn bạc chân dương có bầy thử bón nó nhôm đá bòn nắng vì ao phò dương tiếng pe bay chập bón tiếng bò rồi lục nơi nông tì ni phong đái bòn tẹt khả năng nộp tiền bòn tẹt khả năng nộp tiền á dương phượng bòn nắng lang đầm bay từ cả sáu chun từ đó bột bạc cà đấy chun từ bò dương để xài dương đắng thà lục sang phò lấy khá thom mà đa thế nhung miệt đa bầy đá ca nơi miền chỉ vật ruộng nơi chỉ chăm bầy bạch thai là xa cốn pro sray ca bình chánh nơi ca giờ cam về chơi cam nô cam về class về ai tới chỉ tôi chờ rất class chạy chiêm khàn cái hai là ca giờ tôi chờ rất về chơi tôi chờ rất nô tôi chờ rất vừa ba đòi cài class vừa ba đòi bị chat vừa ba để chết ban này thắm mấy về class luôn đầm đá thật vừa nâng tới việc mình lo thế bên đầm bay cốn sọc chặt ở cốn ban lõ tại luôn ấy từ thừa rừng mình lõ nè rồi xì châm chỉ vật miền ca sắm lạp là ấy lại chẳng ảnh nắng đây xa ấy để xa cốt rồi sray anh chẳng quạt tu re đã thông thay những này về được lục lạp tới chúng ca tới quạt plus tại anh chẳng là đại họ về class tới quạt miền bon được nhôm quạt bò sạt chỉ nè trôi chật vừa bon nó vừa tiền là xa sao chấm đàn phi vừa đi chẳng hạn bon nhôm chui nhôm mà bon chui nhôm chui ban dịch đây sọc dịch đây chấm đàn nè ở cho bò sân cho plus tệ nam mũi đòi bạc ca nam mũi dừng mơm khơi nhôm quạt bò sát riêng cam phò với oi phò chẳng nè từ lơ một cô nè đại ban chấm đàn phi vừa đi nó nhôm quạt bò sát chẳng tế miền tại bon nó tơ ai ở từ ăn được cốt đo phụ lục bàn ấy chẳng thà ta tiệt khả năng nộp tiền prata tam mà tư tam hỏi ao nắng ta phơi dạng đôi mà đây phơi đôi nhôm chẳng cứ miền cả phơi tiền chụp pu song là phơi tiền chụp pu song được nông tin đi prasama samput và ông sáu chỉ có nhạc hết chỉ xài bon nhiệt nhôm cột bò sát chỉ nẹt min pui nắng cứ sệt thì nhiệt nhôm min sệt thì đó là o hơi trong sạp pru nơi bụi nấu có bay phơi tiền chụp pu xong mà giang nhiệt nhôm có bay chếp nó nhôm đó nơi nông lục ní nơi nông bột sát ná lục sầm đây nhận chụp ba thà dương nè phơi tiền miền bay nhôm tì muối cái hai thà dương nắng chia phơi tiền bài là chia chia là bầm ra này tiền chẳng mấy tì phi chia sầm lanh này tiền tì bấy chia mà cha này tiền chia bầm ra này tiền nắng ban này thầy dương chặt dạy tiền nắng vì mình lọ rồi bao thầy dương pram ca đấy ao phật từ nó nhôm á nắng cái hai thầy tiền nắng bàn bon tay bên này bàn mình trà này hay ban trăm thầy dương thưa thì nắng nắng tì mùi tì pi chia sầm lanh này tiền nhiệt nhôm cột bò sát ao tiền ao được bò bay cái đôi cứ thà ao đôi sờ lạnh bình chặt nè rất thật sầm lạnh dương nhung bột bò sạch ao được bò từ bom ôn ao từ mật phe ấy nữa nè bữa ao bài nó hộp cá hộp ngành bữa ao mà hộp nó hộp ngành thiệt nâng cái hai thay chia sầm lạnh này tiền này bàn bon ta nhìn nhiều mắt bàn bon có này bon nó bàn tại trường thì đọc về từ ti bay chia mà cha này tiền chia mà cha này tiền nó bàn này thay nhôm bột bò sát bàn chặt trong vừa gọi là đôi không ngày đình chẳng mà cha này tiền nó không tin đấy nhôm bột bò sát bị ban phò pi giàng tì muối ban phò sầm rạp dương nè phớ tì pi ban phò đo nè slap chẳng dương sập ngày nó lời nó cái hai thằng mà cha tiền á cái hai thằng mà cha tiền và thiên đàm bón này chẳng dương phơ tiền nó ai ăn được cua phò nó từ đó một con nè slap bàn chẳng đôi nhôm bột bò sát bàn phơ miền chẳng han ban là bát đã phải chạy buôn miền chạy và rẽ ban là bát xe na sẵn lại cái lên là phê sẽ chẹn nắng cái hai thà tiền đó vì xe vì sao phơ tiền cho bộ cô nè miền sơ là nhôm bột bò sát ấy cho lư tên chắc nhiệt nhôm lên phơ tiền ấy chứ đó ôi tần nít phơ được tiền cho mùi bà xong bán lên ôi tiền đo này ọt nè khliến nắng ọt trời tiết nhôm miền cầm đất chẳng cái hai không bỏ kịch không anh chẳng tiền đi dương cái hai tầm miền xong cả hạ tiền từ tiết xong cả hạ tiền bài thằng cua nia từ vinh từ mốc này nhôm ná chơi ca thằng cua chui nia từ vinh từ mốc nắng có bàn bon đai xong nô một tần đi
ចំណែកឯអង្គទី2ទាយុទាយិកាហ្នឹងឧទ្ទិសសេនៈញាតិញោមពុទ្ធបរិស័ទហ្នឹងជាអ្នកធ្វើទានត្រូវមានសិលហើយឧទ្ទិសដល់ខ្លួនឯងញោមមានសិលហើយសិលហ្នឹងមានអានុភាពខ្លាំងណាស់ញោមញោមបើសិលហ្នឹងណាជួយបានច្រើនណាស់បុគ្គលដែលអត់សិលហ្នឹងគឺអបរិស័យអបយូរហើយបុគ្គលអត់សិលហើយបុគ្គលមានសិលមានបុណ្យបារមីខ្ពស់ណាស់ក៏ញោមសិលហ្នឹងបានបុណ្យបារមីខ្ពស់ណាស់ហើយបើយើងនិយាយពីអានិសង្ឃនិសិលវិញធំធេងណាស់ញោមណាអានិសង្ឃនិសិលដូចជាមានណាអ្នកបំរើម្នាក់ញោមធ្លាប់ស្ដាប់ណាអ្នកបំរើម្នាក់ក្នុងអតីតកាលកាលនោះព្រះពោធិសត្វលោកណាប្រពុតនៃយើងលោកកំណើតជាព្រះពោធិសត្វជាព្រះរាជាមានកម្មករម្នាក់ហ្នឹងគាត់ញោមហើយគាត់អត់ការងារធ្វើណាក្រលំបាកណាស់ទៅរកការងារធ្វើទៅជួបផ្ទះសេដ្ឋីមួយអីចឹងទៅជួបផ្ទះសេដ្ឋីហ្នឹងសូមសេដ្ឋីដល់បបិទ្ធលោកសេដ្ឋីហើយខ្ញុំសូមធ្វើការស៊ីឈ្នួលផងសេដ្ឋីនោះក៏ប្រាប់ថាអើក្មួយហើយខ្ញុំហ្នឹងមានកម្មករគ្រប់គ្រាន់ហើយអ្នកបំរើកម្មករហ្នឹងក៏បានអូលោកចាស់ជួយទទួលមួយទៀតទៅខ្ញុំនឹងរកមិនបានទេមកក្រុមនេះរកកន្លែងធ្វើការមិនបានទេមានតែផ្ទះលោកសេដ្ឋីហ្នឹងសូមអនុគ្រោះឲ្យខ្ញុំផងសេដ្ឋីហ្នឹងក៏បានប្រាប់អញ្ចឹងក៏អញ្ចឹងទៅចុះប៉ុន្តែខ្ញុំសូមជម្រាបទុកជាមុនណាផ្ទះខ្ញុំនេះជាផ្ទះអ្នកមានសិលគឺមានសិលប្រាក់មានសិល8ញោមពុទ្ធបរិស័ទកាលនោះសិល8ហ្នឹងញោមដឹងហើយសិលមាន3របៀបសមាទានសិលមាន3ទី1គេហៅថាសម្បត្តិវិរតិទី2សមាទានអវិរតិទី3សមុច្ឆេនអវិរតិសម្បត្តិអវិរតិហ្នឹងគឺសមាទានដោយណាបានន័យថាសមាទានដោយណាមិនដឹងទេប៉ុន្តែកើតមកជាមនុស្សមានស្មារតីដឹងតែហ្មងញោមអត់ចេះសម្លាប់អត់ចេះលួចអត់ចេះអីអញ្ចឹងទៅទី2សមាទានអវិរតិបានន័យថាពេលដែលបានស្ដាប់ពេលដែលបានសិក្សាពេលដែលបានដឹងហើយក៏ជ្រះថ្លារីករាយថ្វាយខ្លួនរក្សាសិល8សិល5អញ្ចឹងទៅអាហ្នឹងហៅសមាទានអវិរតិហើយដល់ពេលសមុច្ឆេនអវិរតិអាហ្នឹងវាចាគឺសមាទានតាមបែបព្រះអរហន្តញោមពុទ្ធបរិស័ទអញ្ចឹងណាកម្មករហ្នឹងលោកក៏បានដឹងអញ្ចឹងមិនអីទេលោកសមាទានសិល8ក៏សមាទានទៅចុះអញ្ចឹងខ្ញុំសូមធ្វើការនឹងហ្នឹងព្រឹកមួយញោមព្រឹកមួយហ្នឹងសេដ្ឋីនឹងក្រុមការងារទាំងអស់គេឡើងដាំបាយព្រឹកព្រលឹមញោមងឹតឆ្អិនអស់គេហូបអស់ហើយលេងហូបអស់អញ្ចឹងទៅគេធ្វើការរៀងខ្លួនចំណែកកម្មករចូលថ្មីនេះគ្នាវាភ្លេចថ្ងៃហ្នឹងថ្ងៃសមាទានឧបោសថដល់ពេលអញ្ចឹងទៅភ្លេចរាល់ដងអត់ដឹងខ្ញុំថ្ងៃហ្នឹងក៏អត់ដឹងទៀតចេញទៅធ្វើការទាំងព្រលឹមចេញទៅល្ងាចមកវិញថាបានហូបបាយឆ្ងាញ់មកដល់ផ្ទះសេដ្ឋីរបស់ខ្លួនហ្នឹងរៀបនឹងហូបហើយណាទាស័យណារៀបចំបាយហ្នឹងក៏យកបាយយកអីមកឲ្យបរោះហ្នឹងហូបបរោះហ្នឹងក៏ឆ្ងល់ទេសពដងនឹងឲ្យទៅល្ងាចចឹងចានឆ្នាំងអីលឺច្រេងច្រោមពេញទៅផ្ទះហើយមាត់អីពេញហ្នឹងហើយចុងថ្ងៃហ្នឹងអីស្ងាត់ម្លេះញោមណាកម្មករហ្នឹងស៊ូទាស័យហ្នឹងក៏បានប្រាប់ថាលោកបងហើយលោកបងឯងមិនដឹងទេអីថ្ងៃហ្នឹងថ្ងៃលោកសេដ្ឋីណាសមាទានឧបោសថមិនហូបបាយល្ងាចទេកម្មករហ្នឹងខ្ញុំមិនដឹងដែរអីចឹងខ្ញុំក៏មិនហូបដែរបើមកផ្ទះគេមិនហូបគ្រប់គ្នាហូបអីតែខ្ញុំញោមឲ្យអត់បាយតាំងពីល្ងាចរហូតព្រឹករហូតដល់ល្ងាចវិញញោមសុខចិត្តអត់ណាហើយក៏បានទៅប្រាប់សេដ្ឋីដល់បពិតលោកសេដ្ឋីហើយខ្ញុំមិនដឹងតតែសោះថាគេអត់បាយសមាទានឧបោសថសិលឥឡូវខ្ញុំនេះក៏មិនហូបដែរសូមសមាទានប៉ុន្តែលោកសេដ្ឋីខ្ញុំសមាទានមិនបានពេញគេអញ្ចឹងសមាទានកើតអត់សេដ្ឋីនឹងក៏បានប្រាប់ថាមិនអីទេអ្នកឯងមិនបានពេញតែបានកន្លះដែរញោមឧបោសថសិលដូចញោមអាចារ្យសោតរាល់ដងអញ្ចឹងមួយយប់មួយថ្ងៃប៉ុន្តែកម្មករហ្នឹងគាត់សមាទានតែមួយយប់ញោមបានតែកន្លះទេអញ្ចឹងទៅក៏អត់បាយមួយយប់ហ្នឹងញោមហើយគេហៅថាកពើរះកាពះឬដូចញោមព្រឹកហ្នឹងអញ្ចឹងអូទ្រាំសេដ្ឋីយកអីឲ្យទៅហូបក៏មិនហូបទេថាត្រូវតែសមាទានឲ្យបានដល់ពេលអញ្ចឹងញោមទ្រាំអញ្ចឹងទៅណាយប់ទៅបន់ឲ្យទៅភ្លឺដល់ពេលភ្លឺទៅអស់កម្លាំងញោមធ្វើទុកខ្លាំងស្តិបាទញោមឲ្យស្តិដល់ពេលព្រឹកឡើងកម្មករផ្សេងគេទៅមើលតាមិនហើយ
ô prap lục thầy với nhà lục thầy với bà rọ nắng cả mà con nó có tròn pé à lấy đi thọ chồng ọc xó nhớ chồng ọc xó ọc bi ọc men nhớ có nước máu đặt nơi cả lành nà tè sòng rùng chân tới có bàn mơ bà rọ nó lên miên sân khấm á nhớ tròn pé hay nhớ tròn chân đấy bà rọ nó khẳng á nó sọc chật ọt á có đào pê trắng nhớ tròn ọt pê trắng ọt hạt cầm lăng cầm hai ọt lấy riệp nó slap bật nông nhôm bè ri chia lục chanh tu sana lục chanh thì nật mớ nó nhôm đó lục mờ vì bè cơ bỏ lục chanh chẳng tới lục con muốn lục giềng chẳng tới đào pê cầm mà co đi riệp nó đây cho slap khơi chẳng nhôm có cao xịt đây lốp bật na là xong rồi cao ơi xong rồi bàn trộp sầm bát xong rồi bàn khai chỉ đại mau xong rồi miền trộp sầm bát đó nhóm cài nông chết đó nhóm riêng slap tới miền cầm nét chẳng đò về được slap tới nhóm bọn nó bị oi phò chẳng vẽ tất cả chỉ con nam bè chia năng tới nhóm cả cồn là từ chỉ bột là từ chập từ hết từ là bà sốt nói chia bột là bọc chia năng từ bò anh nắng cứ so bị chia oi khơi thà dạng mày bàn này thà sơ năng nhôm khơi đấy nên đẹp đạt quạt bàn slap tới từ cả chia là câu nó bom hạt sạt nó đời xa từ miền bon năng tam gì ấy tam địa ca sama tiên bao quạt nó bò năng chẳng ca sama tiên sơ năng bàn phala anisam chran na bò mình bạc can vận nặng mình bạc can bò sầm bò lấy thế ở trên nẹt miền sơ và có chia sơ năng chui nhôm khơi nha là nước nông an này xong đây và xong lục tay được xấu ta xây lên là sao có tân dân tệ nó nhung phọc lưới ấy nhôm á hay nhôm xa thu cục nè nó á lấy mà lù tại cho nhôm á lấy nàng riêng nàng mình cho á nhôm nàng lấy an đi xong sau nó nhôm khơi nha ti muối cứ miền sầm bát tràn ti pí cứ bàn nơi sầm bát xua hay tí bấy cứ bàn nơi bền biển anh năng cứ chỉ ông nát này nè miền sal là sông nô tần đi bò hay đậpไปông tí bay trong cõi cứไปta năng nô tần này nè to bị nhiệt nhố mà bàn vừa bòn năng hái cọp bay ở tư hay đò tư năng bụi nhiệt cọt mọc từ tu lại cọt mọc từ tu bòn là bao nhiệt nhôm cọt tập bò sát bàn vừa ai nhiệt mọc bia bên nhôm phơi bay chỉ bấy phơi bay chỉ buôn chật việc trong việc te ấy yang nam mọc bia bên tham mọc thứ ấy mọc chạm an một tnia anh chẳng muốn năng mà chóp sông sừng khai mà play đấy thà dương vừa bon năng dương qua bấy vừa sama tiền sớ nhang cài bị cha chất là bao dương lại bàn sạch hỏi dương còn play ở tư cào tư này chỉ rừng sầm khăn bàn ở tư nhiệt là bao dương là slap tư nó có mình ai an một tnia bàn đài anh chẳng ăn cao từ nước thay nhôm bị chăm và lấy thầy tiền vô nhiệt tây năng họ tốt sao người ta họ tốt nhiệt từ do đi tiền đi chôm miền đòi nhiệt từng lái xôm nhiệt từng lái từ tu ăn là một tiền dọc cho ấy bà sân này giờ mình chăm và lấy những dây ở trong khai nó xôm nhiệt một ăn là một tiền bón hai ban sẽ đây sập cho xôm ăn là một tiền này hay là lấy màu nó còn trà nói đây nhôm cả là màu cái là món ấy nhôm ấy lấy phần năng để cho nhôm bột bò sát mình một tôi về ngày tê bù thà nhiệt nhôm nơi miền là cái cạp xây được tiết bò chỉ bằng to chẳng mà hiệp cho room chỉ thò mà tiền cả sầm đây và thò tê na một phần đấy mình tôi về ngày xong mình chop hoàn tại mình chop và thò tê na xong của một bon của sao để cắt lại một bây giờ mình sẽ tiền thò mà tiền để dùng bàn với xong mà từ bon đấy chun từ đó và cà đây chốn chỉ bị xe cứ ba sắc điệp thua cái anh lô bây giờ là khăn là bỏ lô plus tệ aram từ cà tì cái này nam mình lõ miền tụ cái tệ phốp đầm này bon đấy xong rồi lô bạn ăn một thì hỏi bạn từ cà tì cái này lõ miền sậu cái tệ phốp chỉ phải nhiều hiệp mà giang tiệt bạc cả rana cướp bong nhiệt nhôm phật bồ đề sát prosay từng óc xong rồi chu bát tê tại sự đây sọc sự đây chìm ran phật bồ từng lai buôn bạc ca cứอายุวันนะสกขะปะแลกកំបីเคลียดឡើយសូមអនុមោទនីអាយ៉ាងសង្កបេនសមត្តារិបធរទេសនាកុសលមតថាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង